ជំរាបសួរថ្ងៃនេះ PC Computer សូមធ្វើការណែនាំពីផលិតផលប្រភេទមួយទៀតគឺ Mini Multimedia នេះជារូបរាងរបស់វាឧបករណ៍នេះគឺសម្រាប់ភ្ជាប់ពីដុំរបស់វាចូលទៅនឹងទូរទស្សន៍ឧបករណ៍នេះវាអាចភ្ជាប់ជាលក្ខណៈជា USB មួយសម្រាប់លេខជាមួយនឹង hard disk external ឬក៏ flash ដែលយើង file យើង copy ចូលក្នុង hard disk external ឬក៏ flash មានតាំងពីរូបភាពមានតាំងពី PC មានតាំងវីដេអូឧបករណ៍គេភ្ជាប់តាមរបៀបនេះគឺដាក់ពាក្យថា AV យើងតោកខ្សែនេះមួយដុតចូលវាមកហើយនៅលើខ្សែនេះវាមានក្បាល3មានសលឿងក្រហមហើយយើងយកមកដោតនឹង monitor គឺយើងដោតខ្សែនេះវាមាន port ពណ៌លឿងវាមានពណ៌សនិងពណ៌ក្រហមបើយើងអត់ដោតទាំង3ទេរូបភាពមកប៉ុន្តែសំឡេងក៏វាអត់មកដែរអញ្ចឹងយើងក៏ដោតទាំង3នឹងដើម្បីវាមកទាំងរូបភាពមកទាំងសំឡេងនេះគឺជា adapter របស់វាគឺជាខ្សែភ្លើងសម្រាប់បញ្ចូលទៅក្នុងឧបករណ៍ហ្នឹងដើម្បីវាដំណើរការវាដាក់ DC បូក 5V ដល់ទៅមកមួយជាងទៀតជាងដល់ភ្លើងពេលនេះវានឹងសូភ្លើងក្រហមនេះឲ្យបើថាភ្លើងដែលយើងដោតនេះគឺវាចូលក្នុងនឹងហើយហើយឧបករណ៍នោះនឹងដំណើរការឧបករណ៍នោះមានរួមមានតាំងពីខ្សែមួយខ្សែនេះទៀតដែរដោតពីរុនខាងក្រៅនេះដូចគ្នាប៉ុន្តែខ្សែនេះគឺសម្រាប់យើងដាក់ជាមួយនឹង monitor របស់យើងសម្រាប់ពពួកប្រើជាលក្ខណៈជា HD វាច្បាស់ជាងខ្សែធម្មតាប៉ុន្តែអាស្រ័យទៅលើ monitor TV របស់យើងតើមាន port នឹងដោតដែរអត់ឧបករណ៍នោះមានខ្សែនឹងមួយហើយមានតាំងពី tele របស់វាទៀតគឺសម្រាប់បញ្ជាបិទបើកឡើងវ៉ូលីមខាទៅមុខខាទៅក្រោយឬក៏បើក file បើកអីសម្រាប់យើងមើលអូខេដែលសល់ port មួយទៀតគឺ port USB នឹងដោតបានទាំង flash ទាំងពពួក storage hard disk internal គឺសម្រាប់ដោតរបស់វាបានឧទាហរណ៍ខ្ញុំមាន hard disk internal ខាងខ្ញុំមួយខ្ញុំយកមកដោតជា USB ដោតចូលវាអញ្ចឹងមកដោតអញ្ចឹងនេះពេលកណិតហើយវានឹងសូចេញភ្លើងខៀវបើន័យថាឧបករណ៍ hard disk និងឧបករណ៍ mini នេះគឺវា support គ្នាហើយវាអាច support រហូតទៅដល់ hard disk 700 GB ក្រោយវាបានភ្ជាប់ឧបករណ៍នឹងជាមួយ monitor ហើយវានឹងសូចេញផ្ទាំង default របស់វាគឺជារូបភាពអញ្ចឹងក្នុងនោះមានចេញ flash និង setting យើងអាចselectលើ flash drive របស់យើងបានន័យថាវា support ទាំង flash drive ទាំង hard disk ទាំង memory អ្វីដែលយើងដោតចូលមកវាស្គាល់អ្វីវានឹងសូបង្ហាញលើនឹងឲ្យឧទាហរណ៍ just like ខ្ញុំដោតចូលក្នុង hard disk external អញ្ចឹងវាសូបង្ហាញជា USB បន្ទាប់មកយើងទៅ tele បញ្ជាលើវាក្នុងនោះមាន option 5វាមាន photo music movie text ហើយនិង file ខ្ញុំសូមបង្ហាញពី photo តាមលំដាប់មួយបង្ហាញប្រាប់ photo យើងគ្រាន់តែយក tele យើងចុចបញ្ជាคลิกកន្លែងវាមានប៊ូតុងទៅមុខទៅក្រោយឆ្វេងស្ដាំហើយនៅប៊ូតុងកណ្ដាលវាមានពាក្យ OK អញ្ចឹងយើងចុចពាក្យ OK មកលើ photo បន្ទាប់ពីវាបញ្ចេញពាក្យថា loading មកវានឹងសូរូបភាពអ្វីដែលយើង copy ចុះ hard disk ឬក៏ flash drive របស់យើងវានឹងសូបង្ហាញចេញទាំងអស់ឧទាហរណ៍រូបភាពនេះវាសូចេញបង្ហាញមកច្រើនស្លឹកមានសញ្ញាទៅមុខមានទៅក្រោយបើន័យថារូបភាពវាមានទៅមុខទៅក្រោយទៀតវាមានច្រើនទៀតអញ្ចឹងខ្ញុំសូមបង្ហាញរូបភាពមួយនេះអូខេនេះជារូបភាពនៅក្នុង flash drive hard disk ឬក៏ memory ដែលយើង copy ចូលក្នុងពេលហ្នឹងយើងអាចបញ្ចេញជាលក្ខណៈជា file បានន័យថាយើង play ជាវីដេអូក៏បានដែរដូចជាយើងប្រើជាលក្ខណៈដូច phone យើងអញ្ចឹងយើងបាញ់វាឲ្យវា upload ម្ដងមួយអូខេអញ្ចឹងខ្ញុំសូមបញ្ចប់នៃការសូរូបភាពខ្ញុំ return ទៅខាង option ផ្សេងមួយទៀតគឺជា MP3 នេះ music វា support ពួក MP3 អញ្ចឹងយើងចុចកន្លែង music ហ្នឹងមកហើយយើងរកអ្វីដែលយើង copy ចូលចម្រៀងដែលយើង copy ចូលបាទនេះ MP3 អូខេ ព្
ខ្ញុំ return ទៅដល់ option ផ្សេងមួយទៀតគឺ option movie អូខេបន្ទាប់ខ្ញុំចូលក្នុងពាក្យ movie គឺកន្លែងចំណុចនេះគឺវា find ទៅរកវីដេអូអូខេឥឡូវខ្ញុំជ្រើសរើសវីដេអូមួយសម្រាប់យកមកតេស្តឲ្យខាងយើងមើលបន្តិចសិនអូខេនេះ file API នេះជារូបភាពខ្ញុំសូមខាបន្តិចនេះជា file វីដេអូអូខេជាខ្ញុំសូម return ទៅ option មួយផ្សេងទៀតខ្ញុំបើក option មួយទៀតថាពាក្យតិចនេះចង់បង្ហាញពី folder អក្សរដែលយើងទៅសេនៅលើ note page យើងអាចបើកមកលើនឹងបានឃើញអ្វីដែលយើងអាចបើកបានក្នុងហ្នឹងដូចជា note page នេះជា note page សម្រាប់ឲ្យយើងមើលអក្សរដែលយើងទៅសេលើហ្នឹងបានអូខេខ្ញុំ return ទៅ option ផ្សេងមួយទៀតនេះគឺជា file សម្រាប់យើងបើកមើលថាក្នុង computer យើងមាន file អីខ្លះក្នុងហ្នឹងចំពោះ file គឺ folder ដែលមានដាក់ថា file